សួស្តីបងប្អូនទាំងអស់គ្នាជំនាញពិភពលោកដែលកំពុងចូលរួមនៅថ្ងៃនេះបាទនៅថ្ងៃនេះមាននៅអភ័យកិច្ចមែនតើនឹងចែកចាយព្រះបន្ទូលទៅកាន់លោកអ្នកបងប្អូនឥឡូវនេះយើងកំពុងតែចែកចាយពីទីក្រុង Perth មានអបអរសាទរច្រើនណាស់បាទយើងមានអ្នកដែលចូលរួមនៅទីក្រុង Perth ច្រើនមែនតើមានដូចចិត្តឆេះជួលបាទកំពុងតែជាយើងទាំងអស់គ្នានៅទីនេះលឺមែនតើបាទយើងពិតជាអបអរសាទរពីនេះទៅកាន់លោកអ្នកបងប្អូនបាទបងប្អូនកំពុងតែចូលរួមនៅទីណាក៏ដោយសូមស្វាគមន៍អ្វីដែលបងប្អូនកំពុងតែចូលរួមនៅថ្ងៃនេះសូមបាននៅរហូតដល់ចប់ពីព្រោះព្រះបន្ទូលនឹងលើកទឹកចិត្តលោកនិងបងប្អូនកំពុងតែចូលរួមតាមរយៈការថ្វាយបង្គំហើយយើងចប់ប៉ុន្តែខ្ញុំជឿជាក់ថាយើងមានពេល20ថ្ងៃទៀតទេសម្រាប់ការជួបជុំសកលតាមរយៈក្រុមតូចខ្ញុំពិតជារំភើបនៅអ្វីដែលព្រះនឹងធ្វើហើយពិតជាអ្វីមួយដែលយើងរំភើបយើងពោពេញដោយជំនឿហើយតាមផ្ទះរបស់លោកអ្នកបងប្អូនដូចគ្នាដែរមានរឿងជាច្រើនដែលយើងអបអរសាទរប៉ុន្តែអ្វីដែលមួយទៀតខ្ញុំចង់ប្រាប់បងប្អូនគឺយើងនិយាយអំពីការតមហា10ថ្ងៃបាទអញ្ចឹងទេខ្ញុំលើកទឹកចិត្តបងប្អូនបានចូលរួមតែយើងត្រៀមសម្រាប់ព្រះបន្ទូលសូមអធិដ្ឋានជាមួយគ្នាអរព្រះបិតាទូលបង្គំសូមអធិដ្ឋាននៅថ្ងៃនេះសូមឲ្យយើងមករៀបចំខ្លួនរួចជាស្រេចដើម្បីឲ្យដួងចិត្តយើងបើកចំហដើម្បីទទួលតាមរយៈព្រះបន្ទូលដែលខ្ញុំនឹងចែកចាយបន្តិចទៀតនេះផងដែរព្រះម្ចាស់សូមបំប៉ះពាល់យើងខ្ញុំអ្នកដែលយើងកំពុងតែចូលរួមពោពេញនៅស្ដីឃ្លានបងហើយគឺសូមអធិដ្ឋានសម្រាប់មនុស្សគ្រប់គ្នាដែលកំពុងតែចូលរួមកាត់ផ្ដាច់រាល់ទាំងការរំខានឬក៏អ្វីដែលធ្វើឲ្យគាត់មានការបែកអារម្មណ៍នៅថ្ងៃនេះផងដែរបងម្ចាស់គឺសូមអធិដ្ឋានសូមឲ្យព្រះអង្គជាព្រះបានដកចេញនៅការបែកអារម្មណ៍និងការរំខានទាំងអស់នោះហើយយើងអធិដ្ឋានសូមឲ្យព្រះអង្គជាព្រះនឹងនាំនៅការផ្លាស់ប្ដូរមកកាន់មនុស្សគ្រប់គ្នាដែលនឹងចូលរួមមកថាថ្ងៃនេះថ្ងៃស្អែកឬក៏ថ្ងៃណាក៏ដោយគឺសូមស្វាគមន៍នៅព្រះបន្ទូលនៅថ្ងៃនេះនឹងមានបន្ទូលមកកាន់ជីវិតរបស់យើងម្នាក់ដូចជាអាវុធមុខពីរដែលកំពុងតែកាប់ផ្ដាច់នៅក្នុងជីវិតរបស់យើងផងដែរបងម្ចាស់យើងអរគុណនៅថ្ងៃនេះសូមបំពេញសូមឲ្យព្រះអង្គជាព្រះមានបន្ទូលមកកាន់យើងចំដោយអំណាចនៃចេស្តានៅថ្ងៃនេះនៅអាហ្វ្រិកនៅអាស៊ីនៅអូស្ត្រាលីនៅញូហ្សេឡង់ឬក៏អឺរ៉ុបឬក៏នៅទីណាក៏ដោយព្រះម្ចាស់ដែលយើងកំពុងចូលរួមនៅថ្ងៃនេះសូមឲ្យមានបន្ទូលចំសម្រាប់យើងម្នាក់តាមរយៈអ្វីដែលយើងចង់ឮនៅថ្ងៃនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនបាទបងប្អូនពេលដែលយើងជួបនៅបញ្ហា COVID-19 នៅតែជាប់គាំងបែបអញ្ចឹងបាទធ្វើឲ្យយើងមានអារម្មណ៍ថាអន្ទះសារព្រួយបារម្ភនៅក្នុងព្រះគម្ពីរបានប្រាប់យើងថាកុំព្រួយបារម្ភកុំខ្វាយខ្វល់កុំខ្វាយខ្វល់អ្វីទាំងអស់មនុស្សជាច្រើនបានភ័យខ្លាចបងប្អូនទៅកុំខ្លាចខ្ញុំមិនដឹងថាបងប្អូនមានមិត្តភ័ក្តិមួយចំនួនពេលខ្លះប្រាប់យើងអញ្ចឹងពេលដែលយើងភ័យខ្លាចគេប្រាប់យើងចំយ៉ាងហ្មងបាទយើងប្រាប់ចំយ៉ាងហ្មងខ្ញុំភ័យហើយណាខ្ញុំភ័យចឹងកុំភ័យក៏ប្រាប់យើងអញ្ចឹងតែម្ដងខ្ញុំពិតជាមានអារម្មណ៍ពិបាកមែនទែនមួយការញៀនទៅជប់ញៀនបាទជាការពិតក៏និយាយអត់ខុសទេមិត្តភក្តិយើងប៉ុន្តែអត់ជួយយើងទេពេលគេប្រាប់យើងអញ្ចឹងដល់ខ្ញុំមានអារម្មណ៍ថាដូចព្រួយបារម្ភនឹងភ័យខ្លាចមែនទែនអញ្ចឹងកុំភ័យខ្លាចបាទគេប្រាប់យើងចំយ៉ាងតែម្ដងប៉ុន្តែដោយរបៀបណាកុំភ័យខ្លាចដោយរបៀបណាបាទនេះគឺជាបញ្ហាបាទពេលខ្លះយើងដឹងថានឹងមានអ្វីកើតឡើងតាមរយៈការថ្វាយដង្វាយលើពីសមត្ថភាពនឹងកើតឡើងខ្ញុំអត់មានលុយបាទកុំព្រួយបារម្ភនៅក្នុងព្រះគម្ពីរបានប្រាប់យើងបាទអ្វីដែលយើងត្រូវតែស្គាល់យ៉ាងច្បាស់ថារបៀបណាក៏ដោយដែលព្រះនឹងគិតគង់យើងកុំភ័យបារម្ភបាទប៉ុន្តែខ្ញុំនឹងចាក់ថ្នាំវ៉ាក់សាំងប៉ុន្តែឥឡូវខ្ញុំជឿមិនចាក់វ៉ាក់សាំងកុំភ័យខ្លាចហើយកុំភ័យខ្លាចបាទជាការពិតណាក្នុងព្រះគម្ពីរมันប្រាប់យើងឲ្យបោះបង់អ្វីមួយឬក៏ឈប់ធ្វើអ្វីមួយដោយគ្មានការជំនួសណានោះទេនៅក្នុងព្រះគម្ពីរតែងតែប្រាប់យើងនៅការជំនួសណាមួយពេលឲ្យយើងបញ្ចប់ឬក៏បោះបង់អ្វីមួយយ៉ាងនៅក្នុងជីវិតរបស់យើងបាទមុនពេលដែលយើងឈប់ឬក៏លះបង់អ្វីមួយយ៉ាងឬក៏ជៀសវាងពីអ្វីមួយយ៉ាងដែលជាកិច្ចការងារដែលអាក្រក់ព្រះអង្គគឺជាព្រះតែងតែឲ្យយើងចាប់ដើមឬក៏ស្វែងរកអ្វីមួយដែលល្អនៅក្នុងជីវិតយើងជំនួសអញ្ចឹងនៅក្នុងព្រះគម្ពីរមិនមែនគ្រាន់និយាយថាកុំឲ្យយើងព្រួយបារម្ភនោះទេប៉ុន្តែផ្ទុយទៅវិញឲ្យយើងបានទូលសូមអធិដ្ឋានទៅកាន់ព្រះម្ចាស់នៅអ្វីដែលយើងបានត្រូវការអញ្ចឹងមានថាយើងកំពុងតែត្រូវការអ្វីមួយដើម្បីយើងបានជំនួសនៅការព្រួយបារម្ភនោះជាការពិតពេលដែលព្រះបានបង្រៀនយើងឲ្យបោះបង់ចេញអ្វីមួយនៅក្នុងជីវិតរបស់យើងព្រះអង្គបានឲ្យយើងជំនួសមួយនៅអ្វីមួយផ្សេងទៀតបាទពេលខ្លះយើងមិនភ័យខ្លាចប៉ុន្តែយើងត្រូវតែមានក្តីស្រឡាញ់ពេលក្តីស្រឡាញ់ដែលល្អខ្ចប់របស់ព្រះអង្គគឺជាព្រះបានមាននៅក្នុងជីវិតយើងនឹងបោះបង់នៅភាពភ័យខ្លាចនោះចេញពេលខ្លះយើងបានព្រួយបារម្ភអំពីអ្វីដែលយើងញ៉ាំអ្វីដែលយើងស្លៀកជាការពិតការខ្ញុំនៅកំឡោះខ្ញុំអត់បារម្ភអ្វីដែលខ្ញុំស្លៀកអ្វីដែលខ្ញុំញ៉ាំនោះទេប៉ុន្តែពេលខ្ញុំរៀបការហើយខ្ញុំត្រូវតែបារម្ភត្រូវតែខ្វាយខ្វល់អំពីរបៀបដែលខ្ញុំស្លៀកនិងអ្វីដែលខ្ញុំញ៉ាំបាទបញ្ហាត្រង់ថានៅក្នុងព្រះគម្ពីរมันបានប្រាប់យើងឲ្យជៀសវាងពីអ្វីមួយឬក៏បោះបង់អ្វីមួយដោយគ្មានការប្រាប់យើងជំនួសប៉ុន្តែនៅក្នុងព្រះគម្ពីរម៉ាថាយជំពូកទី6បានចែងថាយើងស្វែងរក
បរិយារបស់ព្រះអង្គម្ចាស់នឹងសេចក្តីសុចរិតរបស់ព្រះអង្គម្ចាស់សិននឹងអ្វីផ្សេងទៀតនឹងថែមឲ្យយើងតាមក្រោយយើងនិយាយអំពីគោលការណ៍នៃការជំនួសអ្វីម្យ៉ាងការជំនួសអ្វីម្យ៉ាងដែលព្រះយើងបោះបង់ចោលយើងមិនមែនគ្រាន់តែបោះបង់អ្វីចោលដោយគ្មានការជំនួសនោះទេយើងត្រូវតែចាប់ដើមអ្វីម្យ៉ាងមុនពេលយើងបោះបង់អ្វីមួយដែលមិនត្រឹមត្រូវបាទជាការពិតនៅក្នុងព្រះគម្ពីរបានប្រាប់យើងថាអ្វីដែលយើងត្រូវធ្វើដើម្បីបោះបង់ចោលអ្វីមួយដែលអាក្រក់នៅក្នុងជីវិតរបស់យើងមិនអាចធ្វើដោយសមត្ថភាពខ្លួនឯងបានទេនេះគឺជាមូលហេតុពេលដែលយើងជួបនៅបញ្ហាជាប់គាំងបែបនេះ lockdown បែបនេះនៅឆ្នាំ2021ពាក់កណ្ដាលឆ្នាំនេះយើងអត់ដឹងថាមានអីកើតឡើងនោះទេជំវិញនៅក្នុងប្រទេសរបស់យើងនីមួយប៉ុន្តែយើងអាចមាននៅទំនុកចិត្តយ៉ាងច្បាស់ថាយើងមិនព្រួយបារម្ភទេយើងមិនមានបញ្ហាទេប៉ុន្តែហេតុអីដែលសារយើងមានព្រះអង្គម្ចាស់សម្បត្តិនៅក្នុងព្រះគម្ពីរបានចែងនៅគ្រប់ការទាំងអស់អ្វីដែលអ្នកធ្វើអ្នកទៅទូលសុំអធិដ្ឋានទៅកាន់ព្រះម្ចាស់ហើយយើងទទួលបាននៃជីវិតមួយដែលប្រសើរនៅថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនបានយល់នៅអ្វីដែលខ្ញុំចែកចាយបន្តិចទៀតនេះគ្រប់គ្នាបើខ្ញុំបាននិយាយទៅកាន់បងប្អូនថាសូមអធិដ្ឋានគ្រប់គ្នាស្គាល់របៀបអធិដ្ឋានហើយយើងគួរតែអធិដ្ឋានក្នុងនាមយើងជឿមែនទេឬក៏ខ្ញុំសូមឲ្យលោកគ្រូមកវិញសូមបានចែកចាយព្រះបន្ទូលផ្នែកអធិដ្ឋានតិចមកពេលក៏ចែកចាយចប់យើងមានអារម្មណ៍ប៉ះពាល់អធិដ្ឋានមួយអាទិត្យបាទបន្ទាប់ពីមួយអាទិត្យក្រោយមកយើងចាប់ដើមខ្ជិលនឹងការអធិដ្ឋានគេបាទពេលខ្លះនៅក្នុងជីវិតរបស់យើងមិនមែនគ្រាន់តែអធិដ្ឋានមិនគ្រាន់តែជាទំនួលខុសត្រូវនៃការអធិដ្ឋាននេះប៉ុន្តែយើងស្ដីឃ្លានក្នុងការអធិដ្ឋានតើវាមានអីកើតឡើងយើងមានតែយើងស្ដីឃ្លានបងប្អូនការអធិដ្ឋានមិនមែនគ្រាន់តែយើងត្រូវបានគេប្រាប់យើងអធិដ្ឋាននោះទេប៉ុន្តែគួរតែចេញពីដួងចិត្តដែលយើងចង់អធិដ្ឋានមិនថ្ងៃជាច្រើនដល់ពេលខ្លះយើងត្រូវតែស្គាល់យ៉ាងច្បាស់របៀបដែលយើងចូលរួមជាពិសេសការតមហាពេលដែលយើងតមហាមិនមែនយើងបោះបង់ចោលនៅអ្វីដែលយើងចូលចិត្តនោះទេប៉ុន្តែយើងស្ដីឃ្លានជាមួយនឹងការយើងតមនៅអ្វីដែលព្រះបានរៀបចំសម្រាប់យើងម្នាក់អញ្ចឹងទេខ្ញុំលើកទឹកចិត្តពេលដែលយើងមានដួងចិត្តដែលឆេះជួលហើយវាមានរទ្ធានុភាពមែនទែននៅក្នុងជីវិតរបស់យើងពេលដែលយើងមិនធ្វើដោយសារគាត់ជាកាតព្វកិច្ចប៉ុន្តែយើងធ្វើក្នុងនាមយើងស្ដីឃ្លានមេថាយើងចង់បានបន្ថែមទៀតប៉ុន្តែវាចាប់ផ្ដើមដោយរបៀបអញ្ចឹងវាចាប់ផ្ដើមដោយការសម្រេចចិត្តសូមនិយាយថាការសម្រេចចិត្តមួយបាទការសម្រេចចិត្តមួយវាចាប់ផ្ដើមដោយការសម្រេចចិត្តបាទការសម្រេចចិត្តនៅក្នុងព្រះគម្ពីរបានប្រាប់យើងឲ្យយើងមានជំរឿយើងជំរឿតើអ្នកណាយើងនឹងស្វែងបង្គំយើងមានជំរឿតើយើងនឹងស្វែងឬក៏អត់យើងត្រូវតែជ្រើសរើសក្នុងការដែលយើងហ៊ាននៅជ្រើសរើសជីវិតឬក៏សេចក្តីស្លាប់បាទជាការពិតនៅក្នុងព្រះគម្ពីរតែងតែប្រាប់យើងឲ្យយើងមានការធ្វើការសម្រេចចិត្តនឹងជ្រើសរើសបងប្អូនជាពិសេសពេលយើងមានការអធិដ្ឋានតមហា10ថ្ងៃសូមបានរៀបចំខ្លួនសម្រេចចិត្តនឹងការចូលរួមអូខ្ញុំអត់ដឹងទេមិនដឹងតើលោកគ្រូខ្ញុំនឹងអាចចូលរួមអធិដ្ឋានតមហាបានអត់ហើយជិះខ្ញុំគាត់ណាចូលរួម2ថ្ងៃបានហើយលោកគ្រូអើយបាទបងប្អូនសូមបានធ្វើការសម្រេចចិត្តសូមនិយាយថាការសម្រេចចិត្តសូមនិយាយថាខ្ញុំបានសម្រេចចិត្តហើយបាទបទចម្រៀងបាននិយាយថាខ្ញុំបានសម្រេចចិត្តដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទយើងមិនអាចភ្ញាក់ឡើងពីដេកតែបើយើងមាននៅដួងចិត្តដែលដើរតាមព្រះអង្គម្ចាស់នោះទេគឺយើងធ្វើការសម្រេចចិត្តព្រះគ្រីស្ទអត់បានមកនគរឋានសួគ៌ដោយហោះពីនគរឋានសួគ៌ដើម្បីទៅជឿឆ្កាងនោះទេប៉ុន្តែព្រះអង្គបានធ្វើការសម្រេចចិត្តដើម្បីយាងមកលើផែនដីដើម្បីសង្កត់ទៅលើជឿឆ្កាងដើម្បីឲ្យយើងធ្វើការសម្រេចចិត្តដើម្បីដើរតាមនឹងជឿលើព្រះអង្គម្ចាស់យើងចង់ធ្វើការសម្រេចចិត្តដើម្បីខ្លាចជាអ្នកដែលអធិដ្ឋានបងប្អូនការអធិដ្ឋានមិនមែនជាទូនាទីរបស់លោកគ្រូមកវិញនោះទេឬក៏នរណាម្នាក់បានអធិដ្ឋានអ្នកដឹកនាំអធិដ្ឋានបានលោកគ្រូនឹងអធិដ្ឋានអ្នកដឹកនាំនឹងអធិដ្ឋានក្រុមចាស់ទុំនឹងអធិដ្ឋានប៉ុន្តែថ្ងៃនេះមិនថាយើងអាយុប៉ុណ្ណាក៏ដោយក្មេងឬក៏ចាស់ប៉ុន្តែយើងសម្រេចចិត្តថាយើងចង់ខ្លាចជាអ្នកដែលពោពេញដោយការអធិដ្ឋានហើយខ្ញុំជឿជាក់ថានៅថ្ងៃនេះមិនថាមាននរណាម្នាក់បានជំរុញយើងឬក៏មិនជំរុញយើងក៏ដោយប៉ុន្តែយើងអធិដ្ឋានការអធិដ្ឋានគឺយើងការទាញយកមានថាទាញយកនៅទំនាក់ទំនងយើងជាមួយព្រះអង្គម្ចាស់បាទបងប្អូនតើអ្នកណាមិនចង់បានការដែលយើងទាញយកនៅកិច្ចការដែលល្អពេលយើងអធិដ្ឋានទៅកាន់ព្រះម្ចាស់ព្រះអង្គគឺជាទីចាប់ដើមជាទីបញ្ចប់ហើយព្រះអង្គជាព្រះសពតិឲ្យយើងបាននិយាយអធិដ្ឋានទៅកាន់ព្រះម្ចាស់យើងធ្វើទៅការសម្រេចចិត្តបងប្អូនខ្ញុំលើកទឹកចិត្តមុនពេលដែលយើងត្រូវដឹងច្បាស់ថាព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលថាបើយើងចង់អធិដ្ឋានចូលក្នុងបន្ទប់ដែលស្ងាត់អាខំបាំងបាទបងប្អូននៅក្នុងព្រះគម្ពីរបានប្រាប់ថាចូលឲ្យយើងបានអធិដ្ឋានទៅកាន់ព្រះបិតាដែលបានស្គាល់នៅទីអាខំបាំងដែលយើងកំពុងតែអធិដ្ឋានពេលដែលយើងនិយាយពីការសម្រេចចិត្តបន្ទាប់មកវានាំយើងទៅកាន់នៅពាក្យមួយទៀតគឺការលុតដំខ្ញុំចូលចិត្តដល់គ្រូការលុតដំបបាណាលោកគ្រូបាទបងប្អូនប្រហែលអ្នកដែលយើងសម្រេចចិត្តប៉ុន្តែអត់ដែលមានការដែលយើងសម្រេចចិត្តហើយយើងលុតដំសំលើកដៃឡើងសម្រេចចិត្តហើយប៉ុន្តែមានការលុតដំឲ្យមានស៊ូទ្រាំបាទខ្ញុំសម្រេចចិត្តច្រើនដងមែនទែនជាពិសេសខ្ញុំសម្រេចចិត្តតមហាប៉ុន្តែខ្ញុំបញ្ចប់ការតមហាមុនថ្ងៃបញ្ចប់មកដល់បាទបងប្អូនទាំងអស់ពេលខ្លះយើងសម្រេចចិត្តប៉ុន្តែយើងអត់មានការ
លុតដំធ្វើឲ្យយើងបានពិបាកក្នុងការសម្រេចនៅការសម្រេចចិត្តមួយនោះបាទជាការពិតណាការដែលយើងសម្រេចចិត្តយើងត្រូវតែមានការលុតដំយើងត្រូវតែមានការបដិញ្ញាចិត្តអ្វីដែលយើងត្រូវតែស្គាល់យ៉ាងច្បាស់ខ្ញុំបដូរពណ៌បន្តិចដើម្បីបងប្អូនយល់ច្បាស់អ្វីដែលខ្ញុំចង់ចែកចាយនៅពាក្យលម្អិតមួយបាទអ្វីដែលយើងនិយាយពីការសម្រេចចិត្តគឺយើងនិយាយពីជំរឿសតែយើងជ្រើសយកមួយណាបន្ទាប់មកនាំយើងទៅកាន់នៅការបដិញ្ញាចិត្តទៅកាន់នៅការលុតដំមួយនេះបាទមានតែយើងជំរឿសណាមួយជ្រើសណាមួយយើងបដិញ្ញាចិត្តមនុស្សគ្រប់គ្នាយើងធ្វើការសម្រេចចិត្តគ្រប់ពេលវេលាទាំងអស់ប៉ុន្តែការសម្រេចចិត្តនីមួយបើយើងមិនមានការបដិញ្ញាចិត្តនោះទេយើងនឹងទទួលបានអ្វីដែលមិនត្រឹមត្រូវបន្ទាប់មកយើងក៏ត្រូវការអ្នកដទៃផ្សេងទៀតជុំវិញខ្លួនយើងដើម្បីជួយយើងដើម្បីជំរុញនៅកិច្ចការងារដែលយើងកំពុងតែធ្វើខ្ញុំបានចែកចាយកាលពីលើកមុនអំពីត្រយហើយនឹងមនុស្សម្នាក់ទៀតដែលគាត់បានជួយខ្ញុំដើម្បីហាត់ប្រាណហើយជាទៅបើសិនបើខ្ញុំមានការសម្រេចចិត្តហើយខ្ញុំអត់មានការដែលខ្ញុំបដិញ្ញាចិត្តប៉ុន្តែខ្ញុំទៅហាត់ប្រាណដំណោដូចរស័យប្រចាស់ចុងអញ្ចឹងពិបាកមែនទែនបាទជាការពិតខ្ញុំដឹងតែកន្លែងហាត់ប្រាណល្អសម្រាប់ខ្ញុំល្អប៉ុន្តែអត់ស្អីប្រចាស់ចុងខ្ញុំអត់មានអារម្មណ៍តែចង់អធិដ្ឋានទេខ្ញុំអត់មានអារម្មណ៍ចង់ហាត់ប្រាណទេបងប្អូនដូចគ្នាបងប្អូនខ្ញុំលើកទឹកចិត្តយើងកម្រងចាំរហូតដល់ព្រះវិញ្ញាណបរិសុទ្ធបានប្រាប់យើងដើម្បីយើងចង់អធិដ្ឋាននោះទេគឺវាអត់កើតឡើងតាមរយៈការសម្រេចចិត្តនោះទេប៉ុន្តែមែនទែនទៅអ្វីដែលវាប្រឆាំងមកកាន់យើងវាធ្វើឲ្យយើងមិនចង់អធិដ្ឋានយើងត្រូវតែមានការសម្រេចចិត្តជារឿងមួយការបដិញ្ញាចិត្តមានតែការសម្រេចចិត្តយើងមានការលូតដំបន្ទាប់មកនាំយើងទៅកាន់ការដែលយើងហ៊ានលះបង់បងប្អូនស្គាល់ណាម្នាក់ដែលចូលចិត្តអង្ការលះបង់ហ៎ឬក៏យើងថាការដែលគាត់ចំណាយពេលលះបង់នៅអ្វីដែលគាត់មានលះបង់ឬក៏ចូលចិត្តការថ្វាយបង្គំចូលចិត្តជាមួយនឹងការអានព្រះគម្ពីរបាទជាការពិតណាលោកបងប្អូនយើងមិនមែនគ្រាន់តែត្រូវតែធ្វើនោះទេប៉ុន្តែយើងមានឱកាសដើម្បីធ្វើវាអ្វីដែលយើងធ្វើការសម្រេចចិត្តមួយនាំឲ្យយើងមានការលុតដំបន្ទាប់មកធ្វើឲ្យយើងមានការលះបង់ហើយដែលយើងអត់សូវប្រើពាក្យមួយទៀតគឺការយើងញែកដាច់ដោយឡែកការដែលយើងញែកដាច់ដោយឡែកនៅក្នុងជីវិតយើងម្នាក់គឺមានតែយើងមិនញែកដាច់ដោយឡែកបើយើងទៅកន្លែងណាមួយដើម្បីគោលបំណងមួយដែលជាក់លាក់សម្រាប់អង្គម្ចាស់អ្វីដែលយើងឲ្យគុណតម្លៃបំផុតយើងនឹងញែកពេលវេលាយើងនឹងញែកនៅការលះបង់នោះសម្រាប់កិច្ចការងារនោះដែលយើងនិយាយពីថា consecration បាទយើងអាចមានជំរឿសជាច្រើនប៉ុន្តែយើងត្រូវតែជ្រើសរើសជំរឿសដែលត្រឹមត្រូវជំរឿសដែលល្អបំផុតដើម្បីយើងខ្លាចជំនឿអ្នកដែលលះបង់ខ្ញុំចង់ខ្លាចជំនឿអ្នកដែលលះបង់សម្រាប់ការអធិដ្ឋានខ្ញុំចូលចិត្តជាមនុស្សម្នាក់ដែលខ្ញុំចូលចិត្តអធិដ្ឋានចំណាយពេលមួយព្រះអង្គម្ចាស់ការដែលយើងចំណាយពេលជាមួយព្រះអង្គម្ចាស់ដើម្បីផ្ដល់នូវរសជាតិនៅការដែលយើងលុតដំហើយធ្វើឲ្យយើងសម្រេចចិត្តដែលត្រឹមត្រូវឥឡូវនេះបងប្អូនមិនមែនគ្រាន់តែរងចាំឲ្យកិច្ចការងារដែលចម្លែកកើតឡើងក្នុងជីវិតយើងទេប៉ុន្តែខ្ញុំចាំបានពេលដែលខ្ញុំបានទៅហាត់ប្រាណនៅកន្លែងក្លឹបហាត់ប្រាណជាមួយនឹងត្រយមកបន្ទាប់មករហូតដល់ខ្ញុំចូលចិត្តហាត់ប្រាណទោះបីត្រយមិនបាច់ហៅខ្ញុំទៅបានខ្លួនឯងដែរមកខ្ញុំទៅด้วยខ្លួនឯងមែននិយាយមែនអត់មានអូតខ្លួនឯងទេអត់មានអូបអាស័យវិជ្ជាចុងទៀតទេខ្ញុំដឹងហើយខ្ញុំទៅខ្លួនឯងអរគុណច្រើនហើយតែដៃគ្រប់ត្របាទចូលនិយាយទៅកាន់ទីបន្ទាល់នេះទៅកាន់អ្នកដទៃផងបាទមានអីកើតឡើងដោយសារខ្ញុំមានអារម្មណ៍ថាចូលចិត្តជាមួយនឹងការហាត់ប្រាណដែលមិនចាំបាច់ត្រយជួយខ្ញុំខ្ញុំដូចអាស័យវិជ្ជាចុងឬក៏បកជើងខ្ចីទេឥឡូវនេះខ្ញុំចូលចិត្តហាត់ប្រាណតែម្ដងបាទយើងចាប់ដើមពីការសម្រេចចិត្តមួយហើយធ្វើការជឿរឿងមួយយើងមានការសម្រេចចិត្តបញ្ញាចិត្តមួយបន្ទាប់មកយើងលុតដំបន្ទាប់មកយើងនឹងមានការលះបង់ជាការពិតបងប្អូនពេលដែលយើងធ្វើការសម្រេចចិត្តពេលដែលយើងមានការលុតដំណាមួយសូមឲ្យអ្នកដទៃផ្សេងទៀតបានជួយឆែកមើលមកកាន់ជីវិតយើងទៅតើយើងបានធ្វើដល់ប៉ុណ្ណាហើយបន្ទាប់មកយើងដល់ចំណុចមួយទៀតទី4គឺធ្វើឲ្យយើងមានបំណងចិត្តបន្ទាប់ពីយើងចេះលះបង់យើងស្រេកឃ្លានយើងមានបំណងចិត្តតើខ្ញុំអាចនិយាយបែបណាអំពីដំណាក់កាលមួយដំណាក់កាលមួយគឺនិយាយពីការបំណងចិត្តគឺមានតែយើងចង់បានយើងស្រេកឃ្លានពេលដែលយើងចាប់ផ្ដើមស្រេកឃ្លានយើងចង់បានរហូតដល់ធ្វើឲ្យយើងហ៊ានលះបង់អ្វីៗទាំងអស់នោះហើយគេថាបំណងចិត្តឬក៏បំណងប្រាថ្នាខ្ញុំមិនធ្វើពុតនោះទេពេលដែលខ្ញុំអត់ស្រេកឃ្លានប៉ុន្តែធ្វើស្រេកឃ្លានប៉ុន្តែពេលខ្លះបងប្អូននៅក្នុងជីវិតខ្ញុំធ្វើការសម្រេចចិត្តខ្ញុំបានលុតដំខ្ញុំបានលះបង់ខ្ញុំបានមានបំណងចិត្តពេលខ្លះខ្ញុំបានបរាជ័យខ្ញុំទៅចាប់ដើមម្ដងទៀតខ្ញុំធ្វើការសម្រេចចិត្តខ្ញុំត្រូវតែមានការបដិញ្ញាចិត្តលុតដំខ្លួនឯងបន្ទាប់មកខ្ញុំនឹងការលះបង់ហើយនឹងមានបំណងចិត្តសាយថ្មីម្ដងទៀតបងប្អូន
មិនមែនជាបញ្ហាដែលយើងធ្វើបានឬក៏មិនបាននោះទេប៉ុន្តែគឺជាឯកសិទ្ធិដែលយើងដើរតាមព្រះម្ចាស់អ្វីដែលអស្ចារ្យបំផុតសម្រាប់ការប្រជុំជាសកលនឹងកើតឡើងតាមរយៈក្រុមតូចគឺយើងនឹងមានការរំពឹងទុកនឹងភាពស្ដីឃ្លានមួយតើមានអីកើតឡើងរយៈពេល10ថ្ងៃទៀតពេលដែលយើងនឹងដឹកនាំជាមួយនឹងការតមហាសម្រាប់10ថ្ងៃមិនមែនយើងតមដើម្បីទទួលបានអ្វីដែលល្អឡានថ្មីឬក៏រៀបការប្រពន្ធឬក៏ប្តីឬក៏អីនោះទេប៉ុន្តែយើងតមហាដើម្បីឲ្យយើងទទួលបាននៅរឿងដែលល្អបំផុតនៅក្នុងព្រះគម្ពីរទំនុកដំណើរបាននិយាយថារៀងរាល់ព្រឹកទូបង្គំព្រលឹងវិញ្ញាណរបស់ទូបង្គំស្វែកឃ្លានព្រះម្ចាស់បងប្អូនទៅចិត្តថាវិញ្ញាណយើងតែទៅត្រូវការព្រះប៉ុន្តែគំនិតព្រលឹងយើងនោះទេដែលយើងត្រូវការឲ្យយើងត្រូវការព្រះម្ចាស់ត្បិតនៅក្នុងព្រះគម្ពីរបានចែងថាសូមឲ្យរូបកាយរបស់ទូបង្គំត្រូវការព្រះម្ចាស់សូមឲ្យរូបកាយទូបង្គំត្រូវការព្រះម្ចាស់ដូចជាព្រះបាទដាវីតក៏បាននិយាយថាគាត់មិនមែនគ្រាន់តែដើរតាមព្រះម្ចាស់គាត់បានលុតដំហើយគាត់បានលះបង់បន្ទាប់មកគាត់មានបំណងចិត្តមានថាគាត់មាននៅដួងចិត្តដែលស្រេកឃ្លានអ្វីដែលដាវីតគាត់បានមាននៅភាពជាដួងចិត្ត DNA របស់គាត់គឺគាត់ត្រូវការព្រះម្ចាស់ថែមទៀតគាត់ចង់បានព្រះម្ចាស់គាត់លុតដំផ្នែកសាច់ឈាមរបស់គាត់បងប្អូនកុំឲ្យ Facebook Netflix Instagram ឬក៏របៀបណាមួយរឿងភាគថៃឬអីដែរធ្វើឲ្យយើងមានបំណងចិត្តជាបំណងចិត្តចង់បានព្រះម្ចាស់នៅថ្ងៃនេះបងប្អូននៅថ្ងៃតែយើងមាននៅអភ័យសិទ្ធិបែបណាពេលដែលយើងមានបំណងចិត្តដែលត្រឹមត្រូវខ្ញុំមិនភ្លេចនៅចំណុចមួយទៀតដែលខ្ញុំចង់ឲ្យបងប្អូនបានយល់នៅពេលដែលយើងត្រូវការនរណាម្នាក់ដើម្បីជួយយើងនៅផ្នែកមួយដែលយើងនិយាយពីការលះបង់នេះគឺយើងនិយាយពីមនុស្សដែលជំនួយមកកាន់ជីវិតយើងប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាដែលគេអាចជួយយើងបាននៅផ្នែកនោះទេបងប្អូនពេលដែលយើងធ្វើការសម្រេចចិត្តពេលដែលយើងមានការលុតដំបងប្អូនពេលខ្លះយើងមានក្រុមតូចយើងមានក្រុមគ្រួសារបន្ទាប់មកយើងបានសម្រេចចិត្តថាខ្ញុំចង់មានការលះបង់ពេលវេលាមួយដែលត្រឹមត្រូវខ្ញុំអត់ចង់គ្រាន់តែខ្លាយជាមនុស្សម្នាក់ដែលគ្រាន់តែចូលរួមថ្ងៃអាទិត្យខ្ញុំចូលរួមតាមអនឡាញប៉ុន្តែខ្ញុំចង់លះបង់ពេលវេលាខ្ញុំចង់ថ្វាយពេលវេលាថ្វាយអ្វីដែលខ្ញុំមានទៅកាន់ព្រះម្ចាស់ទាំងអស់ពេលដែលយើងបាននិយាយអំពីការដែលយើងជឿលើព្រះម្ចាស់ប៉ុន្តែយើងអត់បានដឹងនៅការមួយដែលអត់បានចាប់អារម្មណ៍អំពីអ្វីដែលយើងលះបង់បំផុតយើងមិនគ្រាន់តែចូលរួមព្រះម្ចាស់ព្រះម្ចាស់ប៉ុណ្ណឹងបានហើយក៏ពេលខ្លះបងប្អូនយើងបានវាយប្រហារមកកាន់អានេះជឿព្រះអង្គងប់ងល់មែនព្រះក្នុងជីវិតរបស់យើងប៉ុន្តែបងប្អូនលើកចិត្តនៅថ្ងៃនេះមិនមនុស្សគ្រប់គ្នាដែលយើងទៅកាន់ដើម្បីត្រូវការជំនួយគេតែងតែផ្ដល់នៅមតិយោបល់ល្អមកកាន់យើងទេបន្ទាប់មកយើងនិយាយអំពីមនុស្សតិចទេដែលយើងចូលទៅកាន់ពួកគេដើម្បីគេមានបំណងចិត្តដូចយើងដើម្បីស្រែកឃ្លានព្រះម្ចាស់ដូចគ្នាជាមួយយើងខ្ញុំលើកទឹកចិត្តបងប្អូនគ្រប់គ្នាថាពេលខ្លះមនុស្សមួយចំនួនគេបាននិយាយថាហើយនេះបានអ្នកស្រឡាញ់ព្រះម្លេះអញ្ចឹងហើយបាននៅក្នុងពាក្យថា desire ឬបំណងចិត្តនេះគឺត្រូវការមនុស្សតិចទេដែលគេមានដួងចិត្តដូចគ្នាដែលគេស្គាល់នៅសម្បត្តិនៃនគរឋានសួគ៌ជាងប្រាថ្នាចង់បានសម្បត្តិលោកីមួយនេះខ្ញុំលើកទឹកចិត្តបងប្អូនយើងមិនមានដួងចិត្តដែលល្អខ្ចោះនៅការដែលយើងមានការលះបង់ពេលវេលារបស់យើងទៅកាន់ព្រះនៅគ្រប់ពេលវេលានោះទេប៉ុន្តែយើងត្រូវការមនុស្សជាច្រើនដែលគេមានដួងចិត្តដូចយើងទោះបីមិនមានចាំប៉ុន្តែមាន2-3នាក់នៅក្នុងជីវិតនៃជំនឿរបស់យើងម្នាក់ខ្ញុំចង់ឲ្យបងប្អូនបានគិតអំពីនរណាម្នាក់អំពីរបៀបដែលព្រះបានផ្គត់ផ្គង់មកកាន់ជីវិតរបស់យើងហើយយើងត្រូវដឹងថាអ្វីអំណាចព្រះចេស្តាដែលព្រះអង្គជាព្រះបានមានសម្រាប់យើងម្នាក់ហើយយើងអាចនិយាយពាក្យថា Amen ទៅកាន់អ្វីដែលព្រះបានរៀបចំឲ្យយើងដូចជាមនុស្សដែលព្រះអង្គបានផ្គត់ផ្គង់មកកាន់ជីវិតរបស់យើងសម័យមើលបងប្អូនសម័យមើលប្រសិនបើអ្នកគ្រូចៅម៉ៃម៉ាចង់រៀបការជាមួយខ្ញុំខ្ញុំចង់រៀបការមួយលោកគ្រូម៉ាកដោយសារលោកគ្រូម៉ាកជាគ្រូបង្រៀនខ្ញុំខ្លាចជាប្រពន្ធគ្រូបង្រៀនលោកគ្រូម៉ាកអាចជាអ្នកមានចឹងខ្ញុំរៀបការជាមួយលោកគ្រូម៉ាកបន្ទាប់មកខ្ញុំនឹងខ្លាចជាមនុស្សម្នាក់ដែលមាននៅសម្បត្តិស្ដុកស្ដម្ភមែនទេបងប្អូនយើងត្រូវតែដឹងថាព្រះគ្រីស្ទមិនមែនឲ្យអ្វីទាំងអស់មកយើងដើម្បីឲ្យយើងថ្វាយបង្គំព្រះទេប៉ុន្តែព្រះអង្គត្រូវបានព្រះអង្គត្រូវការដួងចិត្តយើងម្នាក់ប៉ុន្តែជាការពិតព្រះយើងជាព្រះដែលផ្គត់ផ្គង់ព្រះអង្គយើងគឺជាព្រះដែលផ្គត់ផ្គង់មកកាន់ជីវិតយើងសូមសម័យមើលថាយើងមានអំណរប៉ុណ្ណាពេលយើងមានបំណងចិត្តយើងអរគុណដែលបទចម្រៀងមិននិយាយថាខ្ញុំមានបំណងហាត់ប្រាណខ្ញុំមានបំណងសម្រាប់ចិត្តប៉ុន្តែខ្ញុំមានបំណងចិត្តគឺមានបំណងចិត្តបើបទចម្រៀងមកនេះខ្ញុំមានបំណងចិត្តចង់ដើរតាមទ្រង់អញ្ចឹងហើយមានថាបំណងចិត្តឯងដើម្បីដាស់ស្មារតីឲ្យយើងភ្ញាក់ឡើងដើម្បីតែព្រះអង្គជាអ្នកណាបងប្អូនបើយើងបានបរាជ័យបើយើងធ្លាក់នៅក្នុងចំណុចណាមួយទាំង4នេះយើងចាប់ដើមសាយជាថ្មីម្ដងទៀតអត់អីទេបងប្អូនកុំធ្វើឲ្យខ្លួនយើងឈឺចាប់បងប្អូនយើងអត់និយាយថាខ្ញុំល្អបាន9ខែខ្ញុំល្អផ្នែកនេះ5ខែល្អផ្នែកនេះ6ខែអត់ទេបងប្អូនវាជាជំរឿការប្រាជ្ញាចិត្តការយើងញែកដាច់ដល់ឡែកនឹងយើងស្ដីឃ្លានយើងចង់បាន
ពេលដែលយើងបានអធិដ្ឋានតមហាវាដូចជាគ្រាប់រ៉ុកែតដែលនឹងជួយជំរុញឲ្យយើងមានលបឿនដូចជាគ្រាប់មីស៊ីលយ៉ាងខ្លាំងដែលយើងដឹកស្មារតីដើម្បីយើងទទួលបានអ្វីមួយដែលអស្ចារ្យដើម្បីយើងបានអធិដ្ឋានហើយយើងតមហាការដែលយើងតមហាមិនមែនក៏អធិដ្ឋានដោយដេកនោះទេសមមកឯនេះទេប៉ុន្តែតមហាហើយយើងអធិដ្ឋានហើយដូច្នេះលោកចិត្តបងប្អូននៅថ្ងៃនេះគ្រប់គ្នាពេលដែលយើងមានការលត់ដំបងប្អូនពេលដែលយើងមានបញ្ហាណាមួយសូមអ្នកណាម្នាក់ដើម្បីជួយយើងដើម្បីយើងក្រោកឡើងសាយថ្មីម្ដងទៀតហើយជារយៈពេល10ថ្ងៃដែលយើងអធិដ្ឋានតមហាហើយជាបងប្អូននឹងចូលរួមជាលើកទី1លើកដំបូងប៉ុន្តែបងប្អូនយើងត្រូវតែចាប់ដើមឲ្យជំហានដំបូងប្រសិនមកបងប្អូនអត់ប្រកាសអំពីការយើងញែកខ្លួនឯងដាច់ដល់ឡែកមិនថាយើងញែកដាច់ដល់ឡែកសម្រាប់ព្រះអង្គម្ចាស់ខ្ញុំអត់ចង់ឲ្យអ្នកណាម្នាក់បាននាំឲ្យខ្ញុំនៅមានការរំខានឬក៏មានបញ្ហាឬក៏ផ្នែកណាមួយទេប៉ុន្តែអ្វីដែលចង់លើកចិត្តបងប្អូននៅថ្ងៃនេះយើងផ្ដោតអារម្មណ៍របស់យើងផ្ដោតទៅលើកិច្ចការដែលល្អនៅអ្វីដែលនៅក្នុងព្រះគម្ពីរទំនុកតម្កើងបាននិយាយថាអ្វីដែលខ្ញុំចង់បានបំណងចិត្តតែមួយគឺខ្ញុំចង់នៅក្នុងព្រះដំណាក់របស់អង្គម្ចាស់តែមួយមានអ្វីមួយយ៉ាងពេលយើងស្លេកឃ្លាននៅព្រះវត្តមានរបស់អង្គម្ចាស់ធ្វើឲ្យយើងបានមានដួងចិត្តមួយដែលស្លេកឃ្លានជាផ្នែកមួយជា DNA របស់យើងម្នាក់ៗខ្ញុំអត់និយាយថាបងប្អូននឹងមានអត់មានបញ្ហានោះទេប៉ុន្តែបងប្អូននឹងជួបនៅបញ្ហាយើងមានរដូវកាលដែលល្អរដូវកាលដែលលំបាកប៉ុន្តែបងប្អូនខ្ញុំលើកចិត្តសូមកុំឲ្យយើងបាត់បង់នៅបំណងចិត្តរបស់យើងម្នាក់ៗហើយជាបងប្អូននៅពេលនេះជាដល់ពេលរបស់បងប្អូនថាខ្ញុំទៅធ្វើការសម្រេចចិត្តសាយថ្មីម្ដងទៀតខ្ញុំលើកទៅចិត្តបងប្អូនធ្វើការសម្រេចចិត្តមួយយើងមិនចាំបាច់រងចាំរហូតដល់ថ្ងៃដែលយើងតមហាអធិដ្ឋានជាសកលជាមួយគ្រួសារនឹងទេយើងអាចចាប់ដើមនៅពេលនេះតែម្ដងឬក៏តាមរយៈអ្នកណាម្នាក់បានប្រាប់យើងតាមរយៈ Facebook យើងឃើញឬក៏តាមរយៈ Instagram តាមរបៀបណាមួយបងប្អូនយើងអាចញែកខ្លួនយើងដាច់ដល់ឡែកដើម្បីយើងថ្វាយបង្គំធ្វើអ្វីមួយយ៉ាងដើម្បីយើងជ្រើសរើសនៅទឹកនៃជីវិតនៃព្រះគ្រីស្ទដែលព្រះអង្គបានមានសម្រាប់យើងមិនយើងអាចត្រូវតែលះបង់អ្វីមួយយ៉ាងវាមិនជាអ្វីដែលអាក្រក់បំផុតនោះទេប៉ុន្តែយើងលះបង់អ្វីមួយយ៉ាងដើម្បីឲ្យព្រះពេលវេលាដែលយើងមានទៅកាន់ព្រះជាម្ចាស់សពហត្ថេខ្ញុំលើកទឹកចិត្តនៅថ្ងៃនេះបងប្អូនយើងត្រូវតែដឹងថាយើងត្រូវតែការសម្រេចចិត្តការដែលយើងលត់ដំហើយយើងនឹងមានការលះបង់យើងនឹងមានបំណងចិត្តបងប្អូនពេលដែលយើងឃានធ្វើបែបនោះកុំមានអារម្មណ៍ថាយើងកំពុងតែបាក់ទឹកចិត្តអរិយវាអត់ចង់ឲ្យយើងមាននៅដំណាក់កាលទាំង4នេះទេលោកអ្នកបងប្អូនប៉ុន្តែពេលដែលយើងមានដំណាក់កាលទាំង4នេះយើងនឹងចាប់ផ្ដើមស្វែងឃ្លានយើងចាប់ផ្ដើមចង់បានព្រះអង្គម្ចាស់ឋានទៀតនៅក្នុងព្រះគម្ពីរទំនុកដំកើងចំពុកទី63បាននិយាយអំពីវារហោឋាននៃសាសយូដាបងប្អូនមួយចំនួនខ្ញុំមានអារម្មណ៍ថាបងប្អូនកំពុងតែនៅក្នុងវារហោឋានដោយសារជីវិតដោយសារបញ្ហាដោយសារការព្រួយបារម្ភដោយសារ COVID-19 ដោយសាររបៀបណាដែលបងប្អូនកំពុងតែមានគំនិតហើយដូចជាអារម្មណ៍នៃវារហោឋាននៃសាសយូដាបងប្អូនពាក្យថាយូដាគឺនិយាយអំពីថាយើងអធិដ្ឋានយើងសរសើរដំកើងបងប្អូនពេលយើងនិយាយពាក្យថាយើងកំពុងតែនៅក្នុងវារហោឋាននៃការដែលយើងសរសើរដំកើងព្រះអង្គនៅថ្ងៃនេះបងប្អូនខ្ញុំរត់ទៅចិត្តសូមឲ្យយើងបានរៀបចំនឹងសັບចាប់ដើមខ្សែចិត្តថ្មីកុំធ្វើបាបខ្លួនឯងកុំធ្វើខ្លួនឯងមានបញ្ហាព្រមផ្ទុយទៅវិញសូមយើងបានត្រឡប់មកកាន់នៅព្រះបន្ទូលសន្យាដែលព្រះបានរៀបចំសម្រាប់យើងហើយខ្ញុំដឹងថាពេលបងប្អូនបានអាននៅក្នុងព្រះគម្ពីរទំនុកដំកើងតែបង្រៀនយើងនិយាយពីព្រះបាទដេវីតដែលគាត់បានជួបនៅបញ្ហានៅក្នុងព្រះគម្ពីរបាននិយាយអំពីគាត់បានឆ្លងកាត់នៅវារហោឋាននៃសាសយូដាហើយរាល់ព្រឹកគាត់នឹងក្រោកឡើងសាយថ្មីគាត់ចង់បានព្រះអង្គម្ចាស់ថែមទៀតយើងត្រូវតែធ្វើការសម្រេចចិត្តនៅក្នុងជីវិតរបស់យើងម្នាក់ៗនៅក្នុងសាច់ឈាមរបស់យើងនៅក្នុងគំនិតរបស់យើងពីព្រោះបើយើងមិនប្រុងប្រយ័ត្នទេដោយដេវីតក៏បាននិយាយចឹងដេវីតគាត់មិនល្អខ្ចោះនោះទេប៉ុន្តែគាត់មើលឃើញព្រះជាម្ចាស់តាមរបៀបមួយដែលល្អបំផុតគាត់បាននិយាយថាព្រះអង្គឲ្យទូបង្គំត្រូវការទូបង្គំមានបំណងចិត្តទៅកាន់ព្រះអង្គម្ចាស់តែមួយបងប្អូនដូចចិត្តនៅថ្ងៃនេះប្រហែលជាបងប្អូនមានអារម្មណ៍តាមរបៀបណាក៏ដោយប៉ុន្តែព្រះរបស់យើងកំពុងតែគិតថាយើងត្រូវតែមានការលត់ដំបងប្អូនយើងត្រូវតែជ្រើសរើសនៅផ្នែកណាមួយដែលត្រូវតែលត់ដំនៅក្នុងជីវិតរបស់យើងម្នាក់ៗបងប្អូនបើសិនបើយើងមិនចូលចិត្តការលត់ដំសូមលើកដៃមកអ្នកចូលចិត្តការលត់ដំខ្ញុំមកចូលចិត្តទេបាទទាំងអស់គ្នាលើកដៃមែនទេគ្មាននរណាម្នាក់ចូលចិត្តការលត់ដំទេបាទនេះជាអ្វីដែលយើងត្រូវធ្វើអូខ្ញុំមិនអាចមានការលត់ដំគ្រប់ផ្នែកទាំងអស់នៅក្នុងជីវិតខ្ញុំទេយើងត្រូវជ្រើសរើសផ្នែកណាមួយដែលយើងត្រូវលត់ដំបងប្អូនកុំញ៉ាំដំរីមួយម៉ាត់ក្នុងពេលតែមួយប៉ុន្តែយើងញ៉ាំម្ដងតិចយើងនឹងអស់ដំរីនោះបងប្អូនដូចគ្នាខ្ញុំចង់មានន័យថាយើងមិនអាចលត់ដំក្នុងជីវិតយើងគ្រប់ផ្នែកទាំងអស់ដូចជាការហាត់ប្រាណអូខ្ញុំលត់ដំផ្នែកហាត់ប្រាណអូខ្ញុំនឹងលត់ដំផ្នែកការញ៉ាំរបស់ខ្ញុំបាទឬក៏លត់ដំផ្នែកការទិដ្ឋានលត់ដំផ្នែកការសិក្សាលត់ដំផ្នែកការងារលត់ដំផ្នែកក្រុមគ្រួសារ
យើងមិនអាចនិយាយថាយើងទៅលុតដំផ្នែកទាំងអស់បានទេយើងទៅលុតដំផ្នែកណាមួយដែលនាំឲ្យយើងជួបនៅបញ្ហាហើយនេះគឺជាមូលហេតុដែលយើងត្រូវតែស្វែងរកតើកន្លែងណាដែលយើងចង់បោះយុទ្ធការដែលល្អជាមួយព្រះអង្គម្ចាស់បងប្អូនបើសិនបើយើងលុតដំគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើងទីបញ្ចប់យើងតែងតែបរាជ័យយើងត្រូវតែធ្វើការសម្រេចចិត្តរៀងរាល់ពេលវេលាក្នុងនាមយើងជាមនុស្សជាតិម្នាក់ខ្ញុំលើកទឹកចិត្តបងប្អូនរយៈពេលប្រហែលថ្ងៃខាងមុខនេះខ្ញុំចង់បងប្អូនបានចូលរួមជាមួយគ្នាបើអាចបានសូមបានក្រោកចូលឡើងនៅថ្ងៃនេះសូមបានរៀបចំដួងចិត្តរួចជាស្រេចដើម្បីយើងអាចនឹងចូលរួមអធិដ្ឋានតមហាជាមួយគ្នានៅថ្ងៃទី20រហូតដល់ថ្ងៃទី30ខែកក្កដាខាងមុខនេះបងប្អូនសូមឲ្យយើងមានបំណងចិត្តយើងនឹងមានបំណងចិត្តនឹងមានមនុស្ស2 3នាក់នឹងជួយជំរុញទឹកចិត្តយើងហើយជានៅតាមរយៈក្រុមតូចឬក៏តាមរយៈអ្នកណាម្នាក់នៅក្នុងក្រុមជំនុំយើងដែលគេនឹងជំរុញទឹកចិត្តគ្នាទៅវិញមកដើម្បីយើងស្ដីឃ្លានព្រះម្ចាស់ថែមទៀតបងប្អូនសូមបានរៀបចំផ្សាយថ្មីនៅក្នុងជីវិតរបស់យើងសូមបានដកក្តារខៀននេះចេញអរគុណច្រើនសម្រាប់អ្នកជួយខ្ញុំចង់បងប្អូនបានស្ងប់ស្ងាត់មួយផ្លែតតែបងប្អូនកំពុងតែនៅទីណាក៏ដោយក្នុងរយៈពេលនេះហើយលោកគ្រូមកវិញបន្តិចទៀតគាត់នឹងដឹកនាំយើងអធិដ្ឋានខ្លីមួយប៉ុន្តែនេះជាការងារដែលយើងធ្វើទាំងអស់គ្នាសូមនិយាយថាទាំងអស់គ្នារួបរวมតែមួយអ្វីដែលខ្ញុំចង់ឲ្យបងប្អូនធ្វើនៅពេលនេះសូមបានយើងបានរៀបចំនៅដួងចិត្តរបស់យើងឲ្យយើងបានមើលឃើញច្បាស់យើងកំពុងតែនៅជាមួយព្រះអង្គម្ចាស់នៅថ្ងៃនេះសូមនិយាយថាព្រះអង្គទូលបង្គំមានបញ្ហានៅទីនេះបងប្អូនពេលដែលយើងប្រាប់ថាព្រះអង្គទូលបង្គំមានបញ្ហាតែយើងកំពុងតែឲ្យរបាយការណ៍ដែលអាក្រក់ទៅកាន់ព្រះអង្គម្ចាស់នោះទេប៉ុន្តែយើងគ្រាន់តែបើកចំហការពិតនៅក្នុងជីវិតរបស់យើងកុំនិយាយថាអូទូលបង្គំជាអ្នកដែលចូលចិត្តចំណាយពេលជាមួយព្រះអង្គម្ចាស់ប៉ុន្តែយើងអត់អាចលុតដំខ្លួនឯងដើម្បីចំណាយពេលជាមួយនឹងព្រះរៀងរាល់ថ្ងៃបានបងប្អូនប្រហែលជាយើងត្រូវការសម្រេចចិត្តណាមួយគ្រាន់តែដើរតាមព្រះអង្គម្ចាស់សាយថ្មីឡើងវិញឬក៏សម្រេចចិត្តទទួលជឿលើព្រះអង្គម្ចាស់ជាលើកទី1នៅថ្ងៃនេះនេះគឺជាមូលហេតុដែលយើងលើកទឹកចិត្តបងប្អូនពេលឲ្យបងប្អូនបានអធិដ្ឋានទទួលបានការសិគ្រោះយើងតែងតែលើកទឹកចិត្តបងប្អូនឲ្យប្រាប់នរណាម្នាក់ផ្សេងទៀតហេតុអីគឺដោយសារបើមាននរណាម្នាក់បានជួយដើម្បីបញ្ញាអារម្មណ៍យើងឬក៏រំលឹកយើងធ្វើឲ្យយើងនឹងមានជីវិតមួយដែលប្រសើរបងប្អូនដូចគ្នាដែរនៅថ្ងៃនេះខ្ញុំលើកទឹកចិត្តបងប្អូនគ្រប់គ្នាប្រសិនបើយើងអត់ដែលមានឱកាសដើម្បីថ្វាយបង្គំព្រះម្ចាស់ឬក៏អធិដ្ឋានសម្រាប់3ម៉ោងហើយវាមិនដែលចាប់ដើមរយៈពេលកន្លះម៉ោងហើយវាមិនចាប់ដើមរយៈពេល10នាទីរហូតដល់1នាទីនោះទេយើងនឹងមិនដែលមានការអធិដ្ឋានរហូតបានរាប់ម៉ោងនោះទេខ្ញុំលើកទឹកចិត្តបងប្អូននៅថ្ងៃនេះសូមឲ្យព្រះអង្គគឺជាព្រះបានជួយយើងឲ្យយើងទៅជ្រៅជាងមុនអង្គម្ចាស់ទូលបង្គំអត់គ្រាន់តែចង់ទៅធ្វើការនេះតែម្នាក់ឯងនោះទេប៉ុន្តែព្រះអង្គសូមឲ្យទូលបង្គំសូមឲ្យទូលបង្គំឲ្យមានដួងចិត្តមួយដែលចង់បានការអធិដ្ឋានជាបំណែកនៃជីវិតរបស់ទូលបង្គំចង់បាននៅអំណាចនៃការអធិដ្ឋានមួយនេះមិនមែនគ្រាន់តែការអធិដ្ឋានគ្រាន់តែយើងចង់ឲ្យគេដឹងថាអូគាត់អធិដ្ឋានលូល្អណាស់សម្បីនៅក្នុងព្រះគម្ពីរបានប្រាប់យកឲ្យយើងអធិដ្ឋានប៉ុន្តែនៅក្នុងព្រះគម្ពីរបានចែងថាចូលឲ្យយើងបានអធិដ្ឋានកុំឲ្យយើងព្រួយបារម្ភសូមផ្ដល់ឲ្យយើងនៅអ្វីដែលយើងត្រូវការព្រះអង្គបានមានព្រះបន្ទូលឲ្យយើងមានសុវត្ថិភាពមានក្តីសុខសាន្តនៅក្នុងគំនិតរបស់យើងបងប្អូនមនុស្សគ្រប់គ្នាយើងមានឱកាសដើម្បីទទួលបាននៅសន្តិភាពពីព្រះអង្គម្ចាស់នឹងក្តីសុខសាន្តក្តីស្រឡាញ់ដែលល្អឥតខ្ចោះដែលព្រះអង្គជាព្រះបានឲ្យមកកាន់យើងដើម្បីយើងមាននៅទំនុកចិត្តហើយយើងទទួលបានតាមរយៈការអធិដ្ឋាននៅថ្ងៃនេះខ្ញុំលើកទឹកចិត្តនៅថ្ងៃនេះថាបងប្អូនកំពុងតែមានបញ្ហាកើតឡើងនៅក្នុងជីវិតជុំវិញជីវិតយើងបែបណាក៏ដោយយើងនៅតែបន្តមានប្រវត្តិមានព្រះម្ចាស់នេះគឺជាមូលហេតុប្រវត្តិមានរបស់ព្រះម្ចាស់ពេលដែលយើងអធិដ្ឋានមិនមែនគ្រាន់តែយើងនឹកឃើញនឹងចង់អធិដ្ឋានឬក៏ពេលយើងមានអារម្មណ៍អធិដ្ឋាននោះទេប៉ុន្តែពេលដែលយើងអធិដ្ឋានចូលយើងបានចូលនៅក្នុងបន្ទប់ដែលស្ងាត់កំបាំងបិទអ្វីដែលព្រះរបស់យើងបានជួបយើងនៅកន្លែងទីអាថ៌កំបាំងអ្វីដែលព្រះបានជួបយើងនៅក្នុងព្រះគម្ពីរបានប្រាប់យើងថាព្រះអង្គបាននៅទីអាថ៌កំបាំងហើយព្រះអង្គបានឃើញពេលយើងអធិដ្ឋានពេលដែលព្រះអង្គគឺជាព្រះបានឃើញយើងនៅទីអាថ៌កំបាំងបងប្អូននៅថ្ងៃនេះមិនថាបងប្អូននៅទីណាប៉ុន្តែបងប្អូនអាចមានពេលអាថ៌កំបាំងជាមួយនឹងព្រះជាម្ចាស់នៅថ្ងៃនេះកុំមានអារម្មណ៍ថាបងប្អូនព្រួយបារម្ភអំពីអ្វីដែលបងប្អូននឹងអធិដ្ឋានដោយរបៀបណាបងប្អូនសូមខំអធិដ្ឋានតាមរបៀបដែលបងប្អូនបានអធិដ្ឋានកុំអធិដ្ឋានដូចជាអ្នកដទាពុនឬគណៈផារស៊ីដែលគេអធិដ្ឋានលឺនៅឯខាងក្រៅប៉ុន្តែគឺជាអធិដ្ឋានផ្ទាល់ខ្លួនរបស់យើងពេលដែលព្រះអង្គជាព្រះបានបង្រៀនយើងរបៀបដែលអធិដ្ឋានពេលដែលយើងនឹងច្រៀងបន្តិចទៀតនេះព្រះអង្គម្ចាស់ដែលនៅនគរឋានសួគ៌ដែលគង់នៅឋានបរមសុខនេះជាលំនាំនៃការអធិដ្ឋានមួយសូមសម្ដែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គម្ចាស់នៅក្នុងជីវិតរបស់យើងហើយចំពោះបងប្អូនមួយចំនួនយើងត្រូវស្គាល់នៅលំនាំអធិដ្ឋានមួយនេះដែលខ្ញុំនឹងអធិដ្ឋាននិយាយថាអរព្រះបិតាដែលគង់នៅឋានបរមសុខអើយសូមសម្ដែងព្រះនាមដ៏វិសុទ្ធរបស់ព្រះម្ចាស់ឲ្យមនុស្សស្គាល់សូមឲ្យព្រះរាជរបស់ព្រះម្ចាស់បានដល់
សូមឲ្យអាហារតីរបស់ព្រះម្ចាស់បានសម្រេចនៅលើផែនដីដូចនៅឋានបរមសុខពេលយើងនិយាយពាក្យថាផែនដីគឺនិយាយអំពីនិយាយពីដីពេលនិយាយពីផែនដីនិយាយពីដីដែលយើងទាំងអស់គ្នាដែលជាទូលីដីហើយចំនៅក្នុងព្រះគម្ពីរបានចែងថាថ្ងៃណាមួយយើងនឹងក្លាយទៅជាទូលីដីវិញអញ្ចឹងនៅក្នុងព្រះគម្ពីរបានចែងថាសូមឲ្យព្រះハរតីរបស់ព្រះអង្គម្ចាស់បានសម្រេចនៅលើផែនដីមិនសម្រេចនៅក្នុងដួងចិត្តយើងសម្រេចដួងចិត្តយើងដូចនៅនគរឋានសួគ៌សូមប្រទានអាហារដែលខ្ញុំត្រូវការនៅទីនេះសូមអត់ទោសឲ្យទូលបង្គំដោយយើងខ្ញុំបានអត់ទោសឲ្យអ្នកដែលបានប្រព្រឹត្តទោសជាមួយទូលបង្គំដែរយើងអធិដ្ឋានដើម្បីអត់ទោសឲ្យមនុស្សដែលធ្វើទោសជាមួយយើងមិនមែនមនុស្សទូទៅទេអ្នកដែលយើងត្រូវបានជិះចាប់ដោយសារនរណាម្នាក់ហើយបើនៅក្នុងព្រះគម្ពីរបានចែងថាពេលដែលយើងបានអត់ទោសឲ្យនរណាម្នាក់ព្រះអង្គក៏បានអត់ទោសឲ្យយើងដែរហើយក្នុងព្រះគម្ពីរបានបន្ថែមថាសូមកុំបណ្ដោយទូលបង្គំចាញ់នៅការលំបាកឡើយតែសូមរំដោះទូលបង្គំឲ្យរួចពីមានកំណាចត្បិតព្រះអង្គម្ចាស់គង់នៅទីនេះអរគុណចំណិចដែលព្រះអង្គម្ចាស់មានរទីនភាពនិងសេចក្ដីរុងរឿងអរគុណចំណិចតរៀងទៅអេមែនបងប្អូននេះជាលំនាំនៃការអធិដ្ឋានមួយខ្ញុំចង់បងប្អូនបន្តិចទៀតពេលដែលយើងនឹងច្រៀងនៅបទចម្រៀងលំនាំនៃការអធិដ្ឋានមួយនេះខ្ញុំចង់បងប្អូនបាននៅទីអាថ៌កំបាំងជាមួយព្រះអង្គម្ចាស់ហើយជាបងប្អូនកំពុងតែចូលរួម 3-4 នាក់ឬគឺជាក្រុមនៅតាមផ្ទះកុំខ្វាយខ្វល់អំពីកិច្ចកិត្តពីយើងបែបណាប៉ុន្តែបងប្អូនមានពេលវេលាផ្ទាល់ខ្លួនជាមួយព្រះអង្គម្ចាស់នៅពេលនេះសូមបានចំណាយពេល1នាទី2នាទីចុងក្រោយនេះ